នេះជាការធ្វើដំណើររបស់ពួកខ្ញុំយ៉ាងឆ្ងាយហ្មងអ្នកគ្នាគឺដើម្បីតកូលដើមម្យ៉ាងនេះគឺទៅបបកត្រីទាំងឯងមានបបាក់មានស្រួលអីចឹងទៅបាទហើយចង់ដឹងថាវីដេអូនេះពួកយើងបានត្រីអត់តកុំភ្លេចទស្សនានៅចុងវីដេអូទាំងអស់គ្នាបាទចេញក្បាលវីដេអូមកដំបូងអត់មានអីទេមានតែពួកយើងរៀបចំដូចជាវ៉ាន់បោះតង់គ្រឿងសម្ភារៈដែលយើងធ្វើឡើងតិចតួចសោយជាដើមយ៉ាងទៅហើយយើងធ្វើដំណើរមកកាត់តាមផ្សារកវាញដោយសារផ្ទះខ្ញុំនៅកវាញអ្នកគ្នាបាទនៅផ្សារកវាញអញ្ចឹងអ្នកគ្នាបាទជាស្គាល់ហើយយើងឈៀងចូលយកស្មាត់មួយបាទស្មាត់នេះគឺហៅស្មាត់អំបិលបាទបន្ទាប់ពីយើងធ្វើដំណើរអស់មកសន្ទុះមកឥឡូវយើងត្រូវចូលចាក់សាំងបាទចាក់ម៉ាស៊ុតច្រឡំចាក់សាំងបន្ទាប់ពីយើងចាក់ម៉ាស៊ុតរួចមកឥឡូវយើងជិះមកដល់ខាងចិនយមហើយឃើញម៉ូតូលក់បន្លែលក់ម្ហូបគឺគាត់លក់ច្រើនខ្លាំងមែនតើអ្នកគ្នាបាទជិះដល់លក់អញ្ចឹងណាហើយយើងបានទិញអីតិចតួចផងដែរសម្រាប់ទុកយើងធ្វើម្ហូបល្ងាចបាទហើយជិះមកតាមផ្លូវគឺមានអីទេអ្នកគ្នាបាទគឺមានទេសភាពនឹងឯងទេសភាពខែនេះគឺវាស្អាតមួយយ៉ាងអត់មួយយ៉ាងបាទដោយសារខែនេះគឺមានជិះខែភ្លៀងអីទេអ្នកគ្នាអញ្ចឹងវាអត់សូវស្អាតដូចខែវស្សាហ្មងទេឥឡូវយើងនិយាយគ្នាចឡើងឥឡូវគឺមកដល់ខាងស្រុកប្រម៉ោយណាគ្នាបាទបងមូលហ្នឹងបងប្អូនគ្នាបាទជីស្គាល់ហើយក៏យើងឈៀងចូលផ្សារនេះមិនមែនទិញអីទេបាទគឺយើងទិញតែគ្រឿងទេបាទគឺយើងទុកចិត្តស្មាត់យើងមែនតើយើងអត់ទិញម្ហូបទេបាទគឺយើងចូលដើរផ្សារដើម្បីយើងទិញតុងហ្នឹងឯងទិញនុយបាទមិនមែនទិញយកទៅធ្វើហូបទេបាទគឺទិញយកទៅធ្វើនុយហ្នឹងឯងអត់អីអត់ទៅបាទតែកុំឲ្យអត់នុយបាទពីបន្ទាប់តែយើងទិញនុយអស់លីងហើយឥឡូវយើងការចេញដំណើរពីខាងវាលវែងហ្នឹងមកអ្នកគ្នាបាទគឺទៅខាងអូសោមហ្នឹងឯងបាទអ្នកគ្នាឥឡូវយើងធ្វើដំណើរមកដល់ខាងពាក់កណ្ដាលផ្លូវតុងអាំងហ្នឹងនេះយើងត្រូវចាក់ទឹកឡានចាក់អីតិចតួចភាសាឡានសេរីចាស់អញ្ចឹងហ្នឹងនេះបាទយើងត្រូវថែវាបន្តិចបាទបាទមកដល់នេះគឺយើងឃើញប្រឡងមួយបាទនៅខាងអូកបីងាប់ហ្នឹងឯងអ្នកនេះហើយឃើញស្មាត់ពីរនាក់កំពុងតែគប់ដែរអ្នកនេះបាទមិនដឹងថាបានឬអត់ទេប៉ុន្តែខ្ញុំវិញគឺគប់មកស្ទុះមកគឺថាអំបិលមកអ្នកនេះមិនដឹងថាថ្ងៃហ្នឹងគឺថ្ងៃអីទេបបក់គឺអត់មានបានអីតែមួយថ្ងៃទី1អញ្ចឹងបន្ទាប់ពីយើងគប់នៅក្រោមអស់ចិត្តអស់ចង់ហើយឥឡូវយើងធ្វើការទៅខាងអូកបីងាប់អ្នកគ្នាបាទអញ្ចឹងបងប្អូនទាំងនេះមួយចំនួនបាទស្គាល់ហើយបងប្អូនមួយចំនួនទៀតក៏អត់ស្គាល់អញ្ចឹងទៅបាទនេះគេហៅអូបីងាប់ផ្លូវចាស់អញ្ចឹងនេះបាទគេហៅផ្លូវអូសោមចាស់អញ្ចឹងហើយផ្លូវនេះបងប្អូនទាំងនេះមើលអញ្ចឹងគឺអត់ឃើញចំណោតឃើញអីទេតែតាមនៅក្រៅគឺចំណោតខ្ពស់ខ្លាំងមែនតើហើយខ្ញុំអត់រីខមមិនអីបងប្អូនទាំងនេះមកតាមផ្លូវនេះទេដោយសារផ្លូវនេះវាអត់ពិបាកខ្លាំងទេប៉ុន្តែគាត់ថាវាចំណោតខ្ពស់អញ្ចឹងណានេះបាទប្រឡងដល់ពេលយើងចាប់ទឹកហើយនៅម្ដុំនេះគឺប្រឡងគឺស្អាតខ្លាំងមែនតើអ្នកគ្នាអ្វីដែលសំខាន់គឺសូម្បីតែត្រីខាំមួយគឺអត់មានខាំផងអ្នកគ្នាបាទមិនដឹងថាជាថ្ងៃអីទេបាទហើយអត់បានថតទេអ្នកគ្នាគឺរវល់គប់ប្រឡងមកល្ងាចនឹងគប់ឡងបែកញើសខ្ចាយហើយពីអ្នកស្មាត់របស់យើងហ្នឹងបាទហើយអ្វីដែលសំខាន់គឺអត់បានទេឥឡូវគឺយើងមកដល់កន្លែងបោះតង់គឺល្ងិតល្មមអ្នកគ្នាបាទបងប្អូនអរគ្នាប្រហែលជាឆ្ងល់ហើយថាចុះអានេះលួចមន់គេមកពីណាគឺអត់ទេបាទគឺយើងចាប់មកពីផ្ទះយើងដាក់ក្តិតឡានយើងអត់ទិញម្ហូបហ្មងតែយើងចាប់មន់ដាក់ឡានមកបាទហើយអ្នកគ្នាបាទហើយមកដល់នេះគឺយើងស្ងោរជ្រក់មួយជាហៀងហើយយើងអាំងមួយជាហៀង2នាក់គឺឆ្អែតខ្លាំងមែនតើអ្នកគ្នាហើយពេលថ្ងៃឡើងយើងអត់បានហូបអីទេគឺមកដល់គឺហេវខ្លាំងមែនតើអញ្ចឹងយើងអត់មានអីទៀតទេមានតែហូបបាយនឹងឯងអ្នកគ្នាបាទមកបងប្អូនហូបបានអស់គ្នាបាទអស់រលីងមកឡែបហ្នឹងហើយអ្នកគ្នាបន្ទាប់ពីយើងបាយហើយមានអីមានតែដេកហ្នឹងហើយអ្នកគ្នាអូខេបងប្អូនអ្នកគ្នាឥឡូវបន្ទាប់ពីយើង
អាហាររួចហើយមួយទឹករួចឥឡូវយើងដេកបាទអូខេដេកគិតណាយជួបគ្នាពេលព្រឹកចឹងពេលព្រឹកឡើងគឺយើងបានងើបគប់ត្រីប្រហែលជាមកស្ទុះផងដែរប៉ុន្តែអត់បានទេអ្នកគ្នាបាទគឺយើងមកស្អាតនេះគឺអំបិលហើយអ្នកគ្នាគឺមិនដឹងថាមកពីស្មាត់អំបិលរបស់យើងនឹងមកពីខ្ញុំទេបាទគឺប្រវត្តិអត់បានអីតែមួយទេរយៈពេល2ថ្ងៃហ្នឹងអ្នកគ្នាបាទចឹងពួកយើងក៏ស្រស់ស្រូបអាហារពេលព្រឹកហើយក៏ធ្វើដំណើរចេញទៅវិញតែម្ដងអ្នកគ្នាដោយសារយើងអត់ដឹងថានៅធ្វើអីទៀតទេយើងđãគប់គ្រប់កន្លែងអស់ហើយគឺអត់បានសុំអីតែមួយអ្នកគ្នាបាទចឹងវីដេអូរបស់យើងគឺយើងមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូផ្សេងទៀតបាទ